នៅថ្ងៃទី10 ខែកក្កដាឆ្នាំ2026អាជ្ញាធរកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនជាតិថៃចំនួន79នាក់ក្នុងនោះមានទាំងបុរសនិងស្ត្រីតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យបន្ទាប់ពីរកឃើញថាពួកគេពាក់ព័ន្ធនឹងសកម្មភាពបទល្មើសអនឡាញការប្រកួតជនជាតិថៃទាំង79នាក់ទៅឲ្យអាជ្ញាធរថៃបានធ្វើឡើងក្រុមកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរដែលអនុវត្តតាមនីតិវិធីច្បាប់និងគោលការណ៍សហការក្នុងការបង្ការនិងបង្ក្រាបបទល្មើសឆ្លងដែនសកម្មភាពនេះគឺជាផ្នែកមួយនៃយុទ្ធនាការបន្តរបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបទល្មើសបច្ចេកវិទ្យានិងអំពើឆបោកតាមប្រព័ន្ធអនឡាញដែលបាននឹងកំពុងអនុវត្តយ៉ាងតឹងរ៉ឹងនៅទូទាំងប្រទេសអាជ្ញាធរកម្ពុជាបានបញ្ជាក់ថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាងនិងអង្គភាពពាក់ព័ន្ធដើម្បីទប់ស្កាត់និងបង្ការរាល់សកម្មភាពបទល្មើសអនឡាញដែលបង្កផលប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសេដ្ឋកិច្ច